បងប្អូនយើងមួយចំនួនធំដែលគាត់នៅក៏ទាន់ដឹងពីគុណសម្បត្តិក៏ដូចជាផលប្រយោជន៍របស់សាប៊ូស៊ីមដែលយើងកាច់ហើយបោះចោលពេលយើងទិញស៊ីមថ្មីមកដល់ពេលមានបញ្ហាស៊ីមជាប់លេខកូដឬក៏ជាប់ PUK អញ្ចឹងមិនដឹងធ្វើម៉េចគិតថាស៊ីមនឹងខូចហើយបោះចោលក៏ទៅទិញស៊ីមថ្មីទៀតបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកវីដេអូមួយទាក់ទងនឹងការដោះស្រាយបញ្ហាស៊ីមដែលបានជាប់PUK បាទឬហៅងាយៗថាជាប់លេខកូដណាបងប្អូនហ្នឹងហើយហើយបញ្ហាមួយហ្នឹងកើតឡើងដូចជាញឹកញាប់គួរសមដែរហ្នឹងបាទជាពិសេសសម្រាប់បងប្អូនយើងដែលគាត់ចូលទៅដាក់លេខកូដដោះសោបាទលេខកូដដោះសោលើអេក្រង់ហ្នឹងហើយគាត់អត់ដឹងកន្លែងដាក់ចេះតែចូលទៅឃើញកន្លែងគេដាក់អក្សរថា lock ឬក៏ដាក់សោឯហ្នឹងហើយចូលទៅដាក់ទៅបាទទៅជាជាប់លេខកូដ SIM នេះទៅវិញបាទមិនជាប់លេខកូដដោះសោវាទៅជាជាប់ SIM នេះវិញហើយសូមបញ្ជាក់ប្រាប់បងប្អូនបន្តិចដែរ SIM តែខ្ញុំយកមកបង្ហាញបងប្អូននេះ SIM ខូចទេបងប្អូនបាទគ្រាន់តែខ្ញុំយកមកដាក់ដើម្បីបង្ហាញបងប្អូនពីរបៀបដោះស្រាយណាហ្នឹងហើយ SIM ហ្នឹងគឺជា SIM Citel ហើយ SIM ហ្នឹងខូចបាត់ហើយបាទអត់មានសេវាទេហ្នឹងហើយគ្រាន់ថាខ្ញុំចង់បង្ហាញបងប្អូនពីរបៀបដោះស្រាយថាតើយើងត្រូវដោះស្រាយបែបណានៅពេលដែល SIM យើងជាប់លេខកូដអញ្ចឹងហ្នឹងហើយអញ្ចឹងដោយបងប្អូនបានឃើញហើយកាលណាដែលយើងសោក SIM ចូល plug វាទាមទារឲ្យយើងវាយលេខកូដបើយើងអត់ដឹងទេគឺយើងប្រើអត់បានទេបាទអ៊ីនធឺណិតក៏យើងប្រើមិនបានតែក៏យើងទេមិនកើតអញ្ចឹងគឺវាស្មើនឹង SIM ខូចដែរហើយកន្លងមកដែលខ្ញុំធ្លាប់ជួបភ្ញៀវយកមកឲ្យខ្ញុំដោះស្រាយឲ្យគាត់ថាលេខកូដខ្ញុំដាក់អញ្ចឹងបាទដល់ពេលវាយលេខកូដនឹងចូលវិញទៅវាអត់ត្រូវបាទវាទាមទាររកនេះទាមទាររកនោះ3 4តង់ទៀតណាបងប្អូនអាការពីដាក់លេខកូដចូលនោះស្រួលទេចុចពេប៉ុបមិនដឹងលេខអីខ្លះចុះឡើង3 4ដងស្រាប់តែជាប់បាត់ដោយមិនដឹងខ្លួនអូខេអញ្ចឹងវិធីដោះស្រាយយើងមាន2វិធីបងប្អូនបាទដើម្បីដោះលេខកូដដើម្បីប្រើ SIM នឹងបានវិញបាទទី1គឺបងប្អូនត្រូវមានសន្ទះ SIM បាទសាប៊ូដែលយើងកាច់ចោលហ្នឹងដែលបងប្អូនដែលតែងតែមើលរំលងពីគុណសម្បត្តិក៏ដូចជាផលប្រយោជន៍វាបាទយើងទិញមកយើងកាច់យកតែស្នូលកដាលទូចមួយយកមកប្រើហើយសល់អាហ្នឹងយើងយកទៅចោលបាត់ដោយសារយើងអត់ដឹងពីគុណសម្បត្តិក៏ដូចជាផលប្រយោជន៍វាបាទអញ្ចឹងនៅលើហ្នឹងវាមាន PIN 1 PIN 2 PUK 1និង PUK 2ក៏ដូចជារបៀបដូរលុយនៅលើហ្នឹងផងដែរអញ្ចឹងមិនថាបងប្អូនប្រើSIM ប្រព័ន្ធអីទេបាទនៅលើសំពក SIM ហ្នឹងតែងតែមានលេខPIN ក៏ដូចជា PUK វានៅលើសំពកហ្នឹងហើយបងប្អូនមើលទៅឃើញហើយបាទអញ្ចឹងយើងយកលេខកូដហ្នឹងដើម្បីយកមកដោះបាទមិនថាបងប្អូនវាយលេខកូដអីចូលទេគឺយកលេខកូដហ្នឹងមកដោះទាំងអស់បាទគឺដោះចេញ 100% បងប្អូនបាទឥឡូវខ្ញុំនឹងធ្វើការបង្ហាញបងប្អូនពីរបៀបដោះនៅលើ SIM Citel បាទអញ្ចឹងយើងមើលលេខកូដPUK មានលេខ8ខ្ទង់ហើយនៅលើទូរស័ព្ទគេឲ្យយើងវាយបញ្ចូលលេខPUK អញ្ចឹងយើងវាយមកបាទលេខ75បាទ38ខ្សែគត់និងលេខ77ចុចអូខេមួយមកបាទហើយគេឲ្យយើងវាយបញ្ចូលPIN វិញម្ដងមើលនៅលើសំបក SIM បាទ PIN មានលេខ1លេខ2លេខ3និងលេខ4ហ្នឹងហើយអញ្ចឹងវាយលេខកូដនឹងចូលមក1 2 3 4អូខេហើយវាយលេខកូដមិញហ្នឹងម្ដងទៀត1 2 3 4មិញហ្នឹងម្ដងទៀតមកបាទ1 2 3 4យ៉ាងមកហើយអូខេតែប៉ុណ្ណឹងមកហើយបងប្អូនអាចប្រើវិញបានហើយបាទតែវានៅតែជាប់ដដែលបើសិនជាបងប្អូនបិទទូរស័ព្ទឬមួយក៏ដោះ SIM ដាក់សារថ្មីគឺវាទារលេខកូដនឹងទៀតដែរអញ្ចឹងធ្វើម៉េចដើម្បីកុំឲ្យវាជាប់លេខកូដនឹងទៀតបាទបងប្អូនចូលមកកាន់ setting បាទហើយចូលទៅកាន់cellular បាទកន្លែងរូបសេវានេះចូលកន្លែងហ្នឹងមកបាទបន្តមកទៀតបងប្អូនចូលទៅកន្លែង SIM PIN បាទចូលនៅត្រង់កន្លែងហ្នឹងមកហើយយើងបិទមុខងារនេះមួយមកបាទពេលបិទទៅវាឲ្យយើងវាយបញ្ចូលលេខកូដទៀតហើយបាទអញ្ចឹងគេឲ្យយើងវាយបញ្ចូលលេខ1 2 3 4មិញហ្នឹងបងប្អូនបាទលេខ PIN យើងនេះនៅលើសំបក SIM ហ្នឹងបាទ1 2 3 4បាទវាយលេខកូដហ្នឹងចូលមកណាហើយចុចដាននៅខាងលើជាការរួចស្រេចហ្នឹងហើយអញ្ចឹងតែប៉ុណ្ណឹងបងប្អូនចង់បិទទូរស័ព្ទមិនក៏លែងជាប់ដែរចង់ដោះ SIM ដាក់សារថ្មីមិនក៏លែងជាប់ដែរហ្នឹងហើយដូចធម្មតាវិញហើយបើអញ្ចឹងបងប្អូនយើងក៏សួរថាចុះអ្នកប្រើ SIM 10ឆ្នាំ20ឆ្នាំទៅហើយមានសំបក SIM ហ្នឹងមកពីណាទៀតបាទបោះចោលបាត់យូរហើយហ្នឹងហើយអញ្ចឹងបងប្អូនត្រូវទៅសួរខាងក្រុមហ៊ុនបងប្អូនហើយបាទបងប្អូនប្រើ SIM អីបាទបងប្អូនទៅសួរខាងក្រុមហ៊ុនបងប្អូនទៅបាទបងប្អូនចុចលេខ1204ដើម្បីជួបភ្នាក់ងារបម្រើការ24ម៉ោងបងប្អូនសួររកលេខPIN និងលេខ PUK ហ្នឹងហើយគ្រាន់តែប្រាប់គេសួរថារកលេខហ្នឹងទៅបាទគេហៅមកឲ្យបងប្អូនកត់ទុកទៅបាទយកមកដោះបានហើយអូខេក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនមានចម្ងល់អីបន្ថែមខមមិននៅខាងក្រោម